ទៀនតុតតាបែបរឿងព្រេងនិទានអប់រំដល់មនុស្សឲ្យចេះមានការចេះយកអាស្រ័យគ្នាចេះជួយរំលែកចំណេះដឹងទៅមនុស្សច្រើនអ្នកទៀតឲ្យយល់ពីការរស់នៅចេះយកឧស្សាហ៍គ្នាទៅវិញទៅមកសូមពុកម៉ែបងប្អូនអធ្យាស្រ័យផងរាល់ការធ្វើវីដេអូរបស់យើងខ្ញុំបើសិនជាមានកន្លែងណាខុសឆ្គងពាក្យពេចន៍ត្រង់កន្លែងណាមិនសមរម្យសូមបងប្អូនជួយកែសម្រួលផងរឿងកូនទាតារានិងក្រពើខខជាមិត្តល្អនឹងគ្នាកាលពីព្រេងនាយនៅក្នុងព្រៃដ៏ខៀវស្រងាត់និងស្រស់បំព្រងនៅក្បែរមាត់ទន្លេដ៏ធំល្វឹងល្វើយមានកូនទាដែលតែងតែចង់ដឹងចង់ឃើញឈ្មោះថាតារាបានដើរតាមមាត់ទន្លេដោយនាងមានក្តីសុបិនចង់រុករកពិភពលោកលើសពីស្រះតូចរបស់នាងពេលតារាដើរទៅជិតមាត់ទន្លេកូនទាតារាបានសង្កេតឃើញភ្នែកមួយគូសម្លឹងមើលពីក្នុងទឹកមកវាជាក្រពើមួយឈ្មោះខខដែលបន្តែតខ្លួនក្នុងទន្លេដ៏ស្ងប់ស្ងាត់ពេលនោះផងដែរក្រពើខខបាននិយាយរាក់ទាក់ទៅកាន់កូនទាតារាដោយសំឡេងយ៉ាងធ្ងន់ធ្ងរថាសួស្ដីកូនទាតើមានអ្វីនាំអ្នកមកទន្លេរបស់ខ្ញុំក្រពើនិយាយដោយរួសរាយរាក់ទាក់កូនទាតារាបកស្លាប់នាងដោយភ័យខ្លាចហើយបានឆ្លើយទៅវិញថាខ្ញុំកំពុងតែធ្វើដំណើរផ្សងព្រេងក្រពើខខសើចចំអកដាក់កូនទាបន្ទាប់ពីពួកគេនិយាយជាមួយគ្នាមួយសន្ទុះក្រពើក៏និយាយថាម៉េចមិនលោតមកលើខ្នងខ្ញុំមកខ្ញុំនឹងបង្ហាញអ្នកនៅភាពដ៏អស្ចារ្យនៃទន្លេមួយនេះតារាហាក់ដូចជាស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែក្រោយមកក៏ឡើងលើខ្នងក្រពើខខហែកាត់ទន្លេដ៏ធំដោយបង្ហាញកូនទាតារាពីភាពស្រស់ស្អាតនៃទឹកទន្លេមានត្រេងមានផ្កាលីលីអន្តែតពេញផ្ទៃទឹកភ្លឺចែងចាំនិងមានទឹកថ្លាឆ្លុះផ្ទៃមេឃបន្ទាប់មកពួកគេបានទៅដល់ទឹកជ្រោះដ៏អស្ចារ្យមួយកន្លែងទឹកបានធ្លាក់ចុះមកដូចត្បូងពេជ្រហើយអាប់មានអារម្មណ៍ត្រជាក់និងស្រស់ស្រាយជាខ្លាំងនៅតាមផ្លូវពួកគេបានជួបសត្វទន្លេផ្សេងទៀតមានដូចជាអណ្ដើកកង្កែបសត្វអណ្ដើកដែលលេងសើចច្រើនហើយបានហែលេងតាមពួកគេរំពេចនោះមានពពកខ្មៅបានប្រមូលម្ដុំគ្នាឡើងហើយទឹកទន្លេក៏មានសភាពប្លែកខុសធម្មតាតារាបានតោងក្រពើខខយ៉ាងជាប់នៅពេលដែលខ្យល់បក់បោកមកក្រពើខខបានរកឃើញរូងដែលមានសុវត្ថិភាពនៅតាមមាត់ទន្លេហើយពួកគេបានរងចាំនៅទីនោះរហូតដល់ព្យុះបានកន្លងផុតទៅលុះព្រឹកឡើងមេឃស្រឡះហើយទឹកទន្លេក៏ភ្លឺឡើងវិញតារានិងខខមានអារម្មណ៍ដឹងគុណគ្នាហើយនិយាយអរគុណគ្នាទៅវិញទៅមកខខបានយកតារាចូលទៅក្នុងព្រៃកាន់តែជ្រៅជាកន្លែងដែលមានដើមឈើខ្ពស់និងសត្វស្លាបចម្រុះពណ៌ហើរលេងពេញអាកាសដោយមានជីវិតរីករាយបំផុតបន្ទាប់មកពួកគេបានរកឃើញបឹងបុរាណមួយដែលមានទឹកថ្លាច្បាស់អាចមើលឃើញត្រីនិងផ្កាថ្មនានានៅក្នុងទឹកតារាបានលោតចូលទៅក្នុងទឹកហើយខខបានចូលរួមលេងជាមួយនាងពួកគេបានប្រឡែងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយនៅពេលធ្វើដំណើរត្រឡប់មកវិញពួកគេបានជួបនឹងដើមឈើរលំបិទមាត់ទន្លេកូនទាតារាមានគំនិតមួយដើម្បីរុញវាទៅម្ខាងដោយការធ្វើការជាក្រុមពួកគេបោះសម្អាតទន្លេហើយបន្តដំណើរដោយមោទនភាពចំពោះអ្វីដែលពួកគេបានសម្រេចរួមគ្នាពេលថ្ងៃកន្លងផុតទៅពួកគេបានមើលថ្ងៃលិចដ៏អស្ចារ្យមួយដែលបង្ហាញពណ៌ទន្លេជាពណ៌ទឹកក្រូចនិងពណ៌មាសយ៉ាងស្រស់ស្អាតកូនទាតារាដឹងថាដល់ពេលត្រូវត្រឡប់មកផ្ទះវិញប៉ុន្តែនាងមិនភ្លេចដំណើរផ្សងព្រេងនឹងមិត្តល្អថ្មីរបស់នាងឡើយកូនទាតារាត្រឡប់ទៅគ្រួសាររបស់នាងហើយបានប្រាប់ពួកគេដោយរំភើបអំពីការផ្សងព្រេងរបស់នាងជាមួយក្រពើខខក្នុងពេលជាមួយគ្នានោះខខបានបណ្ដែតខ្លួនក្នុងទន្លេដោយញឹមចំពោះគំនិតនៃការផ្សងព្រេងរបស់ពួកគេដូច្នេះហើយកូនទានិងក្រពើបានបង្រៀនយើងថាមិត្តភាពអាចភ្ជាប់សូម្បីតែសត្វដែលមិនគួរឲ្យទុកចិត្តក៏ដោយដូច្នេះហើយកូនទានិងក្រពើបានបង្ហាញយើងថាមិត្តភាពពិតគ្មានព្រំដែនទេទោះបីជាពួកគេមានភាពខុសប្លែកគ្នាក្នុងគ្រប់មធ្យោបាយក៏ដោយប៉ុន្តែពួកគេបានបង្ហាញពិភពលោកថាសេចក្តីសប្បុរសការធ្វើការងារជាក្រុមនិងការជឿទុកចិត្តអាចបង្កើតចំណងដ៏រឹងមាំជាងទន្លេដែលពួកគេធ្វើដំណើរជាមួយគ្នា